បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនបាទមកទស្សនាទៅតាមអូម្ដងបាទពិសេសគឺមកមើលវិស័យបាទខែនេះជាខែភ្លៀងធ្លាក់ខែផ្សាបាទសម្បូរទំពាំងដោះហើយក៏ដល់ខែដែលពុកម៉ែបងប្អូនបាទដែលគាត់នៅស្រុកព្រៃភ្នំបាទគាត់ប្រមូលផលទំពាំងបាទគាត់ចាក់ស្ងោរលក់ព្រោះនៅខាងនេះគេនិយមបាទអត់បានលក់ទំពាំងស្រស់ទេគឺបករួចស្ងោរបាទច្រកថងស្ងោររួចលក់ទៅឲ្យបាទអ្នកទិញបន្តយកទៅលក់នៅទីក្រុងឬក៏លក់នៅថៃបាទពីមុនតែឥឡូវព្រំដែនបាត់ហើយបាទមានតែលក់ឲ្យខ្មែរបាទគេទៅរិស័យនៅខាងស្រុកព្រៃភ្នំគឺសម្បូរដោះបាទគឺតាមមាត់អូតាពាំងហើយតាមភ្នំបាទស្អីមិនមែនចេះតែកន្លែងណាដោះនោះទេបាទតមានតាពាំងដែលថ្នាក់ទឹកតាមបន្លាយដែលទឹកហូរឬតាមអូបាទទៅសម្បូរដោះដែរបាទហើយតាពាំងបាទគឺវាបានផ្ដល់នៅប្រាក់ចំណូលដល់បងប្អូនជាកសិករមួយចំណែកបាទនៅខែផ្សានេះបាទបន្តនៅតាមព្រៃគឺព្រៃឈើបានផ្ដល់ផលប្រយោជន៍ច្រើនណាស់បាទនៅរុក្ខជាតិក៏ដូចជាបាទតនជាតិផ្សេងដែលយើងអាចហូបឬក៏អាចយកទៅលក់បាទដូចផ្លែឈើព្រៃឬក៏ផ្សិតបាទប៉ុន្តែនេះគឺខ្ញុំលើកនិយាយពីឫស្សីបាទឫស្សីគឺមានផលប្រយោជន៍ច្រើនដែលយើងកែច្នៃតាមតម្រូវការនិងការនិយមរបស់យើងបាទក្រៅពីយើងកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងនិងយកធ្វើផ្សេងដែលយើងអាចកែច្នៃសម្រាប់ប្រើប្រាស់មិនថាតាមគេហដ្ឋានឬយើងប្រើប្រាស់បាទដាក់ជាត្រីអីបាទដូចយើងធ្វើឡូបអីចឹងបាទយើងធ្វើព្រួលឬធ្វើរាំងសម្រាប់ដាក់ត្រីបាទប៉ុន្តែខែនេះបាទគឺអ្នកស្រុកព្រៃភ្នំយើងបាទចាក់ទំពាំងស្ងោរលក់បាទអាចរកប្រាក់ចំណូលពីស្អីមួយចំណែកទៀតបាទបងប្អូនមើលដើមផ្សៃជុំវិញខ្ញុំបាទនេះគឺជាមាត់អូបាទខែនេះគឺសម្បូរទំពាំងដោះបាទហើយការស្ងោរទំពាំងហ្នឹងបាទគឺយើងពុះទំពាំងបាទជា4ចំណែកឬក៏5ចំណែកដែលយើងបករួចបាទច្រកថង់ចងខ្សែបាទយើងចំហុយស្ងោរវារយៈពេល20នាទីបាទយើងស្រង់យកដាក់ចងយួរទុកចោលបាទគឺយើងទុកបានយូរអាចហូបដល់ខួបខែផ្សាវិញបាទធ្វើបែបនេះគឺទំពាំងយើងអត់ខូចទេលើកលែងតែថង់ហ្នឹងវាធ្លុះឬក៏លហែកអាហ្នឹងទៅអាចខូចទំពាំងហ្នឹងបាទអ្នកស្រុកព្រៃភ្នំគឺគាត់និយមធ្វើអញ្ចឹងឬមួយទៀតគាត់ស្ងោរហើយគាត់ជ្រៀកហាលបាទទុកសម្រាប់យើងឆាអីចឹងហាលស្ងួតបាទបានដូចគ្នាហើយយើងបាទអាចលក់ស្រស់ក៏បានបាទអ្នកខ្លះគេអត់បានទៅកាប់បាទក៏យើងអាចយកទៅលក់នៅផ្សារក៏មានអ្នកទិញហូបឬក៏ទិញស្រស់បាទនាំយកទៅលក់ដូចជានៅទីក្រុងអញ្ចឹងបាទតាមរថយន្តដែលគេបាទឈ្មួញដែលទិញបាទក៏ទៅឫស្សីมันអត់ប្រយោជន៍ទេបងប្អូនគឺផ្ដល់ប្រយោជន៍ដល់យើងបាទរាប់រយមុខបាទដែលយើងកែច្នៃមិនថាយើងកែច្នៃសម្រាប់ដូចឧទាហរណ៍ក្រែដេកបាទយើងអាចធ្វើរនាបឫស្សីឬរនាបផ្ទះបាទដូចស្រុកខ្ញុំខាងស្វាយរៀងគឺអត់មានឈើធ្វើទេបាទក្រាលរនាបគឺមានតែរនាបឫស្សីបាទឬក៏យើងអាចធ្វើរោងផ្ដោះអាសន្នដែលយើងអត់មានឈើបាទគឺយើងធ្វើពីឫស្សីបានដូចគ្នា